សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមករៀនពីរបៀបដោះបែនអក្សរ S ចឹង Time to slice and បងប្អូន dice. គ្នាសម្រាប់អ្នកចេះហើយចេះទៅ Time to តែអ្នក slice អ and ត់ទាន់ចេះ dice. ដោះណាអ្នកខ្លះក៏ Time លេ to ងមក slice ទៅ and ចុះបែន dice. តែខ្ញុំមិនលេងមកទេបុ Time ក to គ្នាចុះ slice បុក and គ្នាឡើង dice. ចុះ Time បែន to អក្សរ slice S and ប្រើ dice. នឹង Time កុ to ំឲ្យ slice and ថា dice. ខ្ញុំបោកអីនេះនេះចុះអក្សរ S វាលោតចេះហ្នឹងហើយចាំផ្លែអ្នកគ្នាចេះចុះអក្សរ S លោតចេះចឹងលោតចឹងអ្នកនរគ្នានេះអក្សរ S កន្លែងនេះហើយចឹងកុំឲ្យខំ Time to ស្ដាយ slice and យូរ dice. យើងចូលទៅដល់ការរបៀបធ្វើហ្មងទៅដំបូងត្រូវចូល setting នេះកន្លែងហ្នឹងបងប្អូនអរគ្នាហើយនេះ select យកក្រោមគេនេះយកក្រោមគេនឹងរួចខ្ញុំមើលពាក្យអា custom ណា custom បសហ្នឹង custom switch ហ្នឹងចុចលើនឹងមួយមកចាំមិនដាអស់សិនហើយចូលមកដល់ទម្រង់នេះអ្នកគ្នាកន្លែងមកកន្លែងនេះរូបក្បាលមនុស្សកន្លែងនេះណាកន្លែងខាងលើខាងស្ដាំហ្នឹងហើយចុចពាក្យ submit request ហ្នឹងហើយអ្នកគ្នាចុចពាក្យ ban apple appeal ហើយនេះមើល ID ត្រូវហើយឈ្មោះត្រូវហើយចុចគ្រីស2ហ្នឹងមកហើយចុចទៅយកសារនៅក្នុង channel Telegram ខ្ញុំ link Telegram ដាក់នៅក្នុង comment ណាអ្នកទាំងអស់គ្នាហើយនេះបំពេញឈ្មោះបំពេញ ID ត្រឹមត្រូវហើយអ្នកគ្នាចុចមកកន្លែងនេះមកកន្លែងហ្នឹងចាំផ្លែណាបងចាំផ្លែចុចមកកន្លែងហ្នឹងមកកុំឲ្យបាក់រច្រើនហ្នឹងហើយអ្នកទាំងគ្នាដាក់អារូបដែលយើងបានជាប់បែនអក្សរ S ហ្នឹងដែលលោតមកមិញហ្នឹងអ្នកគ្នា screenshot ទុកមកហើយចេញខ្ញុំដាក់កន្លែងហ្នឹងមកហើយនេះជាពាក្យ submit របស់ Q ហ្នឹងចុចកណ្ដឹងមកហើយនេះលោកសញ្ញាគ្រីសបប៊ីតងយក request របស់ស្អីហ្នឹងហើយនេះលោតតដឹងហើយមានន័យថាហើយយើងចាញ់មករងចាំពី3ម៉ោងឯហ្នឹងអ្នកគ្នាចូលមើលវិញគ្នាចូលមើលកន្លែងដែរមកវា custom switch អ្នកគ្នាចុចកន្លែងហ្នឹងមកហើយចុចពាក្យ my request ហើយចុចសារដែលយើងស្នើមិញហ្នឹងអ្នកទាំងគ្នានេះអាសារដែលយើងបានស្នើក្រុមហ៊ុនមិញណាចុចលើហ្នឹងមកនេះមើលកន្លែងនេះកណ្ដាលហ្នឹងអ្នកទាំងគ្នាកន្លែងហ្នឹងបញ្ជាក់ថាវាដោះឲ្យវិញនេះ account ខ្ញុំគេដោះថ្ងៃទី25 ខែ 12 ឆ្នាំ 2025 ម៉ោង 7 អ្នកទាំងគ្នាហ្នឹងហើយរបៀបដោះបែនអក្សរ S ប៉ុណ្្នឹងហើយ Time to slice and អរ dice. គុណអ្នកទាំងអស់គ្នាសម្រាប់ការមើលនិងតាមដានមើលហើយកុំភ្លេចជួយចុច Subscribe និងឲ្យ like មេនិង like ឲ្យម្នាក់មួយផងខ្ញុំទៅរៀនធ្វើដំបងឲ្យជួយ support ខ្ញុំផងបងប្អូនអរគ្នាអរគុណសម្រាប់ការមើលនិងការតាមដាន link channel Telegram នៅខាងក្រោម comment បាយបាយអ្នកទាំងអស់គ្នា